លោកវ៉ាន់ប៊ុនឈុនត្រូវបានម្ចាស់លុយចោទថាជំពាក់លុយចំនួន$6,000មិនទាន់ទូទាត់ខណៈបើទោះបីជាមេធាវីជូនដំណឹងឲ្យចូលខ្លួនដោះស្រាយជាលើកទី2យ៉ាងណាក្តីលោកវ៉ាន់ប៊ុនឈុនត្រូវបានម្ចាស់លុយចោទថាជំពាក់លុយចំនួន$6,000លោកវ៉ាន់ប៊ុនឈុនត្រូវបានម្ចាស់លុយចោទថាជំពាក់លុយចំនួន$6,000មិនទាន់ទូទាត់ខណៈបើទោះបីមេធាវីជូនដំណឹងឲ្យចូលខ្លួនដោះស្រាយជាលើកទី2យ៉ាងណាក្តីក៏នៅតែលោកវ៉ាន់ប៊ុនឈុនមិនព្រមដោះស្រាយដដែលនេះបើយោងតាមការជូនដំណឹងរបស់លោកមេធាវីជុំសុគង្គដែលអង្គភាពសារព័ត៌មាន Night TV ទទួលបាននៃរសៀលថ្ងៃទី9ខែមេសាឆ្នាំ2025តាមសេចក្តីជូនដំណឹងរបស់លោកជុំសុគង្គមេធាវីការិយាល័យ BT ជាមេធាវីតំណាងឲ្យលោកអឹងឆៃគង់ដែលត្រូវជាម្ចាស់លុយបានជូនដំណឹងជាលើកទី2កាលពីថ្ងៃទី27ខែមីនាឆ្នាំ2025ជូនទៅដល់លោកវ៉ាន់ប៊ុនឈុនដែលមានអាសយដ្ឋានស្ថិតនៅក្នុងបុរីចម្រើនវឌ្ឍនៈផ្ទះលេខ7ផ្លូវលេខ1ភូមិស្រែជំរៅសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានបញ្ជាក់ថាសូមជម្រាបជូនលោកវ៉ាន់ប៊ុនឈុនជ្រាបថាកាលពីថ្ងៃទី7ខែសីហាឆ្នាំ2024លោកបានធ្វើការជាវអីវ៉ាន់ពីខាងកូនក្តីរបស់ខ្ញុំដែលមានវិក័យប័ត្រលើកទី1ចុះថ្ងៃទី7ខែសីហាឆ្នាំ2024ចំនួន$17,000សហរដ្ឋអាមេរិកបន្ទាប់មកទៀតនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2024កូនក្តីរបស់ខ្ញុំបានចេញវិក័យប័ត្រលើកទី2ចំនួន$10,000សហរដ្ឋអាមេរិកប្រភពខាងលើបន្តថាបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងនឹងចេញវិក័យប័ត្រចំនួន2លើករហូតមកទល់ពេលនេះឃើញថាលោកនៅខ្វះទឹកប្រាក់ចំនួន$6,000សហរដ្ឋអាមេរិកទៀតបន្ទាប់ពីកូនក្តីខ្ញុំបានបញ្ចប់ពីការដំឡើងជញ្ជាំងចល័តបើគិតមកទល់ពេលនេះមានរយៈពេលជាង3ខែមកហើយពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មាន Night TV និងអ្នកសារព័ត៌មានជាច្រើនផ្សេងទៀតបានសុំការបំភ្លឺពីលោកវ៉ាន់ប៊ុនឈុននាថ្ងៃទី9ខែមេសាឆ្នាំ2025នេះតាមរយៈលេខទូរស័ព្ទដោយលោកវ៉ាន់ប៊ុនឈុនបានអះអាងថាសារខ្ញុំទទួលបានលិខិតមួយពីលោកមេធាវីជុំសុគង្គណាគាត់នឹងលោកអឹងឆៃកុងលោកផាជាស្គាល់ណាគាត់ជាអ្នករស់ស៊ីមួយខាងលោកណាគាត់មិនបាទគាត់ថាខាងលោកហ្នឹងនៅខ្វះ$6,000ទៀតហើយមិនទាន់ធ្វើការទូទាត់ជូនហើយមានចេតនាកិច្ចវេះចឹងណាអញ្ចឹងខ្ញុំអត់ផងអត់មានកិច្ចវេះអីផងខាងគាត់អត់ទទួលខុសត្រូវផងបាទគាត់អត់ទទួលខ្ញុំបើកណាខ្ញុំចាំតែបើកលុយគាត់តែគាត់អ្នកកិច្ចវេះអ្នកបំផ្លាញគេឈ្មោះខាងខ្ញុំដែរអញ្ចឹងទៅដាក់លើ Facebook ដាក់អីញ៉ៃខ្ញុំឲ្យមកដោះស្រាយខ្ញុំតែគាត់អត់មកដោះស្រាយបាទគាត់ទៅជាផ្ញើលិខិតមេធាវីផ្ញើអីណាមកខ្ញុំហើយខ្ញុំក៏ដែរមានកិច្ចវេះទេខ្ញុំហៅគាត់មកជួបរហូតជួបខាងមេធាវីខ្ញុំអីខ្ញុំតែគាត់អត់ធ្វើអញ្ចឹងចុះប្រឡងឲ្យគាត់ធានាឲ្យអីក៏គាត់អត់ធានាព្រោះធម្មតាដាក់អីវ៉ាន់គឺដាក់មកយើងត្រូវធានាតែគាត់អត់ហ៊ានធានាគាត់កិច្ចវេះពីការធានារបស់គាត់ហើយគាត់មកជំរិតជាលុយខ្ញុំមិនកើតឲ្យតែគាត់ធានាត្រឹមត្រូវអីទៅមានលិខិតមានអីច្បាស់លាស់ទៅធ្វើលិខិតមួយមេធាវីខ្ញុំច្បាស់លាស់ទៅពីពួកអីគាត់មានចេតនាកិច្ចវេះពីខ្ញុំច្រើនលើកច្រើនសាយហ្នឹងបានជាខ្ញុំឲ្យគាត់នឹងធ្វើកិច្ចសន្យាមួយខាងមេធាវីរបស់ខ្ញុំបញ្ជាក់ថាគាត់ទទួលខុសត្រូវឬការធានាហ្នឹងបាទតែគាត់អត់គាត់បែរទៅជាកិច្ចវេះពីមួយទៅមួយហើយទៅបំផ្លាញគេឈ្មោះក្រុមហ៊ុនខ្ញុំនៅលើប្រព័ន្ធ social media Facebook ផងតាមគ្រប់ផងអីផងគាត់កិច្ចវេះទេអញ្ចឹងខ្ញុំអត់ដែរមានចេតនាថាមិនឲ្យលុយគាត់ណាខ្ញុំប្រាប់គាត់ថាធ្វើឯកសារនឹងឲ្យខ្ញុំឲ្យលុយគាត់បាទតែគាត់អត់ធ្វើទី1ទី2គាត់បែរទៅជាយកឈ្មោះក្រុមហ៊ុនរបស់ខ្ញុំហ្នឹងទៅដាក់ទៅលើ Facebook ផងអីផងហើយខ្ញុំហៅគាត់មកដោះស្រាយជាមួយគ្នាតែគាត់អត់មកបាទគាត់អត់មកតែខ្ញុំហៅគាត់តាំងពីប្រហែលនេះណាតាំងពីដើមខែ3ណាខ្ញុំអញ្ជើញគាត់មកហើយគាត់អត់មកទេហើយគាត់បែរទៅជាគម្រាមកំហែងខ្ញុំម្ដងហើយម្ដងទៀតរហូតទៅដល់តាក់ទងដល់អតិជនរបស់ខ្ញុំផងអីផងហើយទៅរំខានអតិជនរបស់ខ្ញុំផងអីផង
ខ្ញុំមានតតាំងទាំងអស់តែមិនមែននេះណាបងស្ដាប់តែមួយខាងអញ្ចឹងវានេះហើយតែខ្ញុំអត់ដែរទៅប្រកាន់គាត់ថាហ្នឹងវាមិនម៉ាទេខ្ញុំគ្រាន់តែថាអូខេឥឡូវធ្វើការងារខ្ញុំបាក់លុយឲ្យគាត់អស់ហើយសម្រាប់ការធានាទេតែខាងគាត់អត់ព្រមធានាបាទពួកការងារបើសិនជាក្នុងករណីថាគាត់អត់ព្រមធានាទេអញ្ចឹងមានន័យថាខ្ញុំត្រូវទទួលខុសត្រូវរឿងការធានាជំនួសគាត់មិនកើតបាទពួកការរស់ស៊ីវាទាមទារឲ្យមានការធានាហើយបងយល់តែប៉ុណ្ណេះបានឧទាហរណ៍ថាឥឡូវខ្ញុំសង្កេតឃើញថាហើយគាត់តែងតែមានសកម្មភាពអរិយាប័ត្រគេចវេះម្ដងពីម្ដងទៅ2ដងទៅ3ដង4ដងរហូតទៅដល់ខាងខ្ញុំហ្នឹងគឺទាមទារឲ្យគាត់មកជជែកគ្នាឲ្យច្បាស់រឿងការធានាហ្នឹងបាទហ្នឹងគឺជាអ្នកគេចវេះណាខ្ញុំអត់ឲ្យមានចេតនាគេចវេះពីគាត់ទេកន្លងមកខ្ញុំបានសួរបញ្ជាក់ទៅខាងគាត់ដែរថាចំណុចដែលគាត់ផងគាត់ថាអត់បានឌៀមតាមឬក៏និយាយអីពាក់ព័ន្ធនឹងខាងក្រុមហ៊ុនបងទេអានេះខ្ញុំអត់ឌៀមតាមគាត់មកបកស្រាយមកបកស្រាយមួយមេធាវីខ្ញុំទៅមានតែបបាក់អីអាហ្នឹងបាទហើយមេធាវីខ្ញុំក៏មិនមែនជាមេធាវីទេគ្រាន់តែជាមិត្តភក្តិរបស់ខ្ញុំទេយើងស្គាល់គ្នាទៅយើងដឹងថាអូខេឥឡូវវាបញ្ហាគាត់កិច្ចបែបហ្នឹងហើយយើងត្រូវតែមានលិខិតបញ្ជាក់ឲ្យច្បាស់លាស់ទាក់ទងនឹងការធានាក្នុងករណីម្នាក់គឺបំពេញទៅលើកិច្ចសន្យាការធានាហ្នឹងអានឹងគឺទទួលខុសត្រូវមេធាវីគាត់ដឹងរឿងស្រាប់អីស្រាប់អញ្ចឹងវាស្រួលធ្វើការតែអានេះគាត់អត់គាត់បែរទៅជាឯណាយកមេធាវីគាត់មកគម្រាមខ្ញុំម្ដងហើយម្ដងទៀតហើយខ្ញុំអញ្ជើញគាត់មកដោះស្រាយតែគាត់អត់មកគាត់កិច្ចវេះហើយដល់ពេលអញ្ចឹងខ្ញុំអត់ដឹងថាទៅជួយគាត់យ៉ាងម៉េចទៀតទេចុះកន្លងមកបាទដែរបានជួបគ្នាទេបងក្រោយពីការជួបទូតតអីកន្លងមកហើយសពជាមួយគាត់បាទជួបគ្នារហូតតែជជែកដូចខ្ញុំបញ្ជាក់ចឹងតែជួបគ្នាហើយព្រមព្រៀងគ្នាហើយព្រមព្រៀងតាក់ទងទៅនឹងលក្ខខណ្ឌធានាអីហើយបាទខាងខ្ញុំជាអ្នកសរសេរទៅលើលក្ខខណ្ឌធានាហ្នឹងតែគាត់បន្ទាប់ពីជួបគ្នាហើយគាត់បែរទៅជាផុសទៅលើ Facebook ឯណាប៉ះពាល់ទៅលើនេះរបស់ខ្ញុំហើយខ្ញុំក៏អញ្ជើញគាត់ឲ្យបកស្រាយហ្នឹងនៅមុខមេធាវីបាទហើយមេធាវីខ្ញុំក៏ប្រាប់ឲ្យគាត់ហ្នឹងបកស្រាយច្បាស់ដែរពីព្រោះអីការបកស្រាយរបស់គាត់ហ្នឹងវាអត់ច្បាស់លាស់ជាការតែបកស្រាយឲ្យតែផុតទៅពីគេហៅថាអានេះបើយើងនិយាយចំនិយាយឲ្យតែរួចពីមាត់ណាបាទអញ្ចឹងខ្ញុំមិនទទួលយកបានអញ្ចឹងមេធាវីខ្ញុំក៏ស្នើឲ្យគាត់ហ្នឹងគឺជជែកឲ្យច្បាស់ទៅតែបញ្ហាហ្នឹងមកពីអីបានជាគាត់ព្រមព្រៀងនេះហើយបែរទៅធ្វើបែបហ្នឹងបាទអញ្ចឹងគាត់ក៏ជាប់តែហ្នឹងទៅគាត់ក៏ឈប់និយាយអីហើយក៏គាត់ឲ្យខៃអីទោះបីជាយ៉ាងណាអង្គភាពសារព័ត៌មាន 9 TV នៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72 9 TV នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតថាតើលោកមេធាវីតំណាងឲ្យលោកអឹងឆៃគង់ដែលជាម្ចាស់លុយអាចទទួលបានប្រាក់ចំនួន$6,000ពីលោកវ៉ាន់ប៊ុនឈុនបានដែរឬយ៉ាងណាខណៈដែលលោកមេធាវីរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាក្នុងករណីលោកវ៉ាន់ប៊ុនឈុនមិនធ្វើការទូទាត់ប្រាក់នោះទេលោកនឹងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ 9 TV នឹងលំអិតរឿងនេះនៅវគ្គក្រោយទៀត